ជំរាបសួរក៏ដូចសួស្តីទៅកាន់អ្នកទាំងអស់គ្នានៅថ្ងៃនេះផងដែរខ្ញុំនឹងប្រាប់អ្នកទាំងអស់គ្នាអំពីរបៀប hack block fruit នៅលើ iPhone វិញម្ដងខ្ញុំពិតជាអរគុណទៅកាន់អ្នកទាំងអស់គ្នាខ្លាំងមែនទែនដែលអ្នកទាំងអស់គ្នាបានជួយចុច Subscribe ទៅលើ Channel របស់ខ្ញុំដែលធ្វើឲ្យ Channel របស់ខ្ញុំទទួលបានរហូតដល់ 2647 Subscribe អ្នកទាំងអស់គ្នាច្បាស់ជាឆ្ងល់ហើយថាហេតុអ្វីបានជាខ្ញុំក្រោយចេញវីដេអូខ្លាំងម្ល៉េះព្រោះ YouTube របស់ខ្ញុំមិនទាន់អាចរកលុយបាននោះទេដោយនេះហើយខ្ញុំសូមពឹងអ្នកទាំងអស់គ្នារឿងមួយគឺអ្នកទាំងអស់គ្នាបើសិនជាអ្នកទាំងអស់គ្នាបានចូលមើលវីដេអូនេះហើយសូមអ្នកទាំងអស់គ្នាជួយចុចទៅមើលវីដេអូ short របស់ខ្ញុំដែលជាវីដេអូខ្លីៗនិងជួយចុច like ម្នាក់មួយផងដើម្បីឲ្យ YouTube បានពេញវីដេអូខ្ញុំទៅដល់អ្នកដទៃទៀតដើម្បីអាចឲ្យខ្ញុំរកលុយបានពី YouTube ផងដែរអ្នកទាំងអស់គ្នាមើលបានគឺខ្ញុំខ្វះ view វីដេអូ short ច្រើនខ្លាំងមែនតើខ្ញុំនៅមានហេតុផលជាច្រើនទៀតដែលខ្ញុំមិនអាចចេញវីដេអូឲ្យបានលឿនប៉ុន្តែដោយសារតែខ្ញុំមិនចង់ឲ្យវីដេអូមួយនេះវាវែងខ្លាំងពេកដូច្នេះយើងនឹងចូលទៅកាន់វីដេអូ hack block fruit ទាំងអស់គ្នាជាដំបូងសូមអ្នកទាំងអស់គ្នាចុចចូលមកកាន់ Safari បន្ទាប់មកចុចកន្លែង search បន្ទាប់មកអ្នកទាំងអស់គ្នាគ្រាន់តែយក link ដែលខ្ញុំបាននៅក្រោមវីដេអូយកមកដាក់បញ្ចូលមកដល់ត្រង់កន្លែងនេះសូមអ្នកទាំងអស់គ្នាចុច direct install អ្នកទាំងអស់គ្នាកុំឲ្យចុចទៅលើ install IPA នឹងឲ្យសោះព្រោះវាជា file នោះទេមកដល់ត្រង់កន្លែងនេះសូមអ្នកទាំងអស់គ្នាចុចទៅលើអាខ្មៅៗទាំង3ហ្នឹងចុចលើវាទាំង3បន្ទាប់មកវានឹងលុបផ្ទាំងពាណិជ្ជកម្មសូមអ្នកទាំងអស់គ្នាចុចថយមកវិញមកបន្ទាប់ពីវាចេញសញ្ញាគ្រីសទាំង3ហើយសូមអ្នកទាំងអស់គ្នាចុចទៅលើពាក្យ unlock រួចចុចលើពាក្យ install បន្ទាប់មកអ្នកទាំងអស់គ្នាត្រូវរងចាំឲ្យវាដើរពេញសិនបន្ទាប់ពីពេញហើយសូមអ្នកទាំងអស់គ្នាចុចចូលកាន់រូប block បើសិនជាវាចេញបែបនេះសូមអ្នកទាំងអស់គ្នាចុចទៅលើពាក្យ complete សូមចុចចូលទៅក្នុង setting បន្ទាប់មកអូសទៅរកពាក្យ general រួចចុចទៅលើវាសូមអូសចុះទៅខាងក្រោមរួចចុចលើពាក្យ VPN បន្ទាប់មកអ្នកទាំងអស់គ្នាគ្រាន់តែចុចទៅកន្លែងដែលខ្ញុំបានដាក់ខ្មៅៗហ្នឹងទៅមកអ្នកទាំងអស់គ្នាចុចមកត្រង់នេះរួចចុចត្រង់នេះមួយទៀតមកសូមអ្នកទាំងអស់គ្នាចុចចូលទៅកាន់រូប block បន្ទាប់មកសូមអ្នកទាំងអស់ sign in account របស់អ្នកទាំងអស់គ្នាដែលអ្នកទាំងអស់គ្នាចង់ hackបើសិនជាវាលុបទាំង web នេះសូមអ្នកទាំងអស់គ្នាចុចលើខៀវៗទាំងពីរហ្នឹងទៅបន្ទាប់មកវានឹងលុបទាំងពាណិជ្ជកម្មសូមអ្នកទាំងអស់គ្នាចុចថយទៅរករូប block ជាងវិញសូមទោសអ្នកទាំងអស់គ្នាត្រូវតែអូសមើលពាណិជ្ជកម្មវាបន្តិចមុននឹងយើងអាចចូល log in account របស់យើងបាន
បន្ទាប់មកសូមអ្នកទាំងអស់គ្នាចុចចូលទៅកាន់ Block Fruit នៅពេលដែលវាលោតបែបនេះសូមអ្នកទាំងអស់គ្នារងចាំរហូតទាន់តែចំនួនលេខវាលោតដល់ដែនកំណត់នៅពេលដែលអ្នកទាំងអស់គ្នា download មកលើកដំបូងបែបនេះវានឹងមិនទាន់ទាមទារយក key នោះទេនៅក្នុងវីដេអូក្រោយខ្ញុំនឹងប្រាប់អ្នកទាំងអស់គ្នាអំពីរបៀបយក keyបន្ទាប់មកសូមអ្នកទាំងអស់គ្នាចុចចូលទៅកាន់ Telegram របស់ខ្ញុំដើម្បីយក skip មកដល់ត្រង់កន្លែងនេះនៅខាងលើនេះអ្នកវាគ្រាន់តែជាឈ្មោះនោះទេអ្នកទាំងអស់គ្នាចង់សរសេរយ៉ាងម៉េចក៏បានសម្រាប់នៅខាងក្រោមនេះវិញអ្នកទាំងអស់គ្នាត្រូវតែយក skip ដែលអ្នកទាំងអស់គ្នាបាន copy ពី Telegram របស់ខ្ញុំយកមកដាក់បើសិនជា load បែបនេះបានន័យថា mode របស់យើងវាប្រើបានទេដូច្នេះហើយខ្ញុំនឹងយក mode ថ្មីមកដាក់ជំនួសវាប្រើបណ្ដោះអាសន្នសិនទម្រាំតែ mode នេះវាដំណើរការឡើងវិញអ្នកទាំងអស់គ្នាអាចប្រើ skip មួយនេះជំនួសសិនបានព្រោះទម្រាំតែ skip បើជាអាចចាស់អាចប្រើឡើងវិញ
ខ្ញុំពិតជាអរគុណទៅកាន់អ្នកទាំងអស់គ្នាខ្លាំងមែនទែនដែលអ្នកទាំងអស់គ្នាបានតាមដានវីដេអូខ្ញុំតាំងពីដើមរហូតដល់ចប់សង្ឃឹមថាជួបគ្នានៅវីដេអូក្រោយបន្ថែមទៀតខ្ញុំនឹងចេញវីដេអូអំពី blog fruit ដែលបានកាន់តែច្រើនជាងមុននិងលឿនជាងមុនពេលនេះតទៅខ្ញុំនឹងមកលេង blog fruit ឡើងវិញហើយសង្ឃឹមថាអ្នកទាំងអស់គ្នានឹងគាំទ្រមកកាន់ខ្ញុំបន្ថែមទៀតផងដែរខ្ញុំសូមអរគុណជួបគ្នានៅវីដេអូក្រោយមួយទៀតសូមជម្រាបលា